បងប្អូនណាខ្លះដូចខ្ញុំអត់ទៅងៀតឡើងម៉ោង2ម៉ោង3ហ្នឹងគឺចាប់ផ្ដើមឃ្លានហើយហើយឃ្លានចូលចិត្តតែឃ្លានតែប្រភេទជាអាហារសម្រន់អញ្ចឹងថ្ងៃហ្នឹងក៏អត់មានអីច្រើនដែរគឺមកធ្វើប្រហិតឆឹងញ៉ាំម្ដងហើយប្រហិតខ្ញុំកាត់ជាកង់ហើយយកមកស្រោះទឹកហើយប្រហិតខ្ញុំប្រើហត់ដកមានពីរពណ៌ហើយលាយជាមួយនឹងប្រហិតមសួងមួយទៀតតែខ្ញុំបានថតទេគឺបងប្អូនយកប្រហិតយកតែឆឹងឬបងប្អូនយកទៅបំពងក៏បានឬមួយក៏យកមកស្រោដូចខ្ញុំក៏បានដែរតាមការចូលចិត្តអញ្ចឹងណាហើយសម្រាប់ខ្ញុំយកមកស្រោឥឡូវប្រហិតរបស់យើងគឺស្រោបានឆ្អិនហើយគឺវាតែឡើងគឺវាឆ្អិនហើយខ្ញុំក៏ធ្វើការស្រង់ដើម្បីធ្វើការស្រង់មីទៀតហើយផាត់ឆឹងហ្នឹងគឺលាយជាមួយនឹងមីខ្ញុំប្រើមួយកញ្ចប់ទេហើយមីនេះខ្ញុំប្រើមីថៃរបស់យើងបងប្អូនប្រើមីអីក៏បានដែរតាមការចូលចិត្តខ្ញុំមានអីខ្ញុំប្រើនឹងចឹងខ្ញុំស្រោមីមួយកញ្ចប់ហើយមីគឺខ្ញុំអត់ស្រោឲ្យវាពីធំពេកទេគឺមកល្មមបានហើយបន្ទាប់មកគឺមានបន្លែតកូននេះគឺខ្ញុំដាក់តាមតិចដែរហើយតកូនក៏ខ្ញុំអត់ស្រោយូរដែរខ្ញុំស្រោឲ្យទៅវាមកសពប់ទៅគឺបានហើយពេលដែលយើងសោះបន្លែសោះប្រហិតអីយើងឲ្យអស់គឺយើងធ្វើការដាក់ទឹកសៀងដើម្បីឆឹងផាត់របស់យើងវិញម្ដងហើយនៅនេះគឺឡានធំមកបងប្អូនគឺចឹងគឺមានអារម្មណ៍ថាគេលន់ស្លឹងតិចហើយផាត់របស់ខ្ញុំប្រើតែ3មុខហ្នឹងឯងបងប្អូនមានប្រហិតអីគឺបងប្អូនប្រើហ្នឹងទៅហើយផាត់នេះគឺយើងដាក់ទឹកសៀងមកល្មមមកឆឹងផាត់របស់យើងហើយឆឹងគឺឆឹងឲ្យវារៀងស្ងួតបន្តិចបានថាជាប់ជាមួយនឹងផាត់យើងទៅតំណងពេលចុកច្បល់មកក៏ខ្ញុំធ្វើការដាក់តកួនចូលដាក់តកួនដាក់មីចុកច្បល់ពេលមុនតំណតិចមកឲ្យគ្រឿងក្រៅរបស់យើងចូលជាតិល្អអញ្ចឹងណាអញ្ចឹងស្រីបងប្អូនដែលដោយសារខ្ញុំនៅក្បែរផ្លូវនៅចិត្តឡានអញ្ចឹងលើសាលាឡានធំឡានសិតកុងតឺន័រយើងជោគច្បល់វាចូលជាតិមកវាដែលប្រហិតឆឹងរបស់យើងចូលជាតិយើងក៏ដាក់ចានណាយើងធ្វើការញ៉ាំបានដែរបងប្អូនជោគច្បល់ឥឡូវឆ្អិនបាតឥឡូវខ្ញុំទៅដាក់ចានហើយដើម្បីធ្វើការញ៉ាំព្រោះល្ងាចឡើងដឹងតែហៅបងប្អូនអើយឃ្លានគ្រប់បែបគ្រប់យ៉ាងអាហារសម្រន់ឃ្លានតែល្ហុងបុកមីហាឃ្លានដូចជាសាច់អាំងសាច់អីអញ្ចឹងណាតែឥឡូវយើងនៅផ្ទះមានអីយើងធ្វើនឹងសិនទៅអញ្ចឹងក៏ធ្វើប្រហិតឆាញ់ញ៉ាំហើយដល់ពេលដែលផ